យាយឈួតអីខ្ញុំលែងដេកនំដាក់កន្ទេលហើយនោះគឺជារឿងតាំងតែពីតូចៗមកម្លេះសូម្បីតែឯងក៏ធ្លាប់ដេកនំដាក់កន្ទេលដែរតើអីកាលពីនៅតូចៗអាចក្បីលើក្បាននោះយើងមិនមែននិយាយរឿងកាលពីតូចនៅជាកុមារនោះទេគឺយើងនិយាយរឿងឥឡូវម៉ែឯងនិយាយថាឯងបានដេកនំដាក់កន្ទេលកាលពីម្សិលមិញនេះខ្មាស់គេណាស់លោកអើយកុំមុំស្ដោកហើយនៅតែនំដាក់កន្ទេលទៀតមិនដឹងថាណាម្នាក់ទេដែលសំណាងអាក្រក់ចង្រៃលើលោកបានឯងធ្វើជាប្រពន្ធនោះហើយចុះប៉ានឿងបានច្រានអត់សង្ស័យណាមុខនឹងរកមិនទាន់បានមួយផងក៏មិនដឹងអូយរឿងសិទ្ធិសេរីភាពស្មើគ្នានៅក្នុងភូមិមួយគ្រួសារមួយមានសមាជិក3នាក់ឪពុកម្ដាយនិងកូនស្រីដែលរស់នៅប្រកបរបរលក់ត្រីនៅឯក្នុងផ្សារផងដែរនាពេលថ្ងៃត្រង់ម្នាងកូនអើយយ៉ាងម៉េចហើយនឹងកូនបាយម្ហូបឆ្អិនហើយឬនៅកូនស្រីនេះថ្ងៃត្រង់ហើយណាកូនកូនឯងចេះដាំបាយស្លឬអត់នឹងប្រាប់ម៉ែឲ្យត្រង់ទៅមើលកូនកុំបំពេញរូបរាងហើយណាកូនស្រីសង្ស័យតែកូនយើងមិនទាន់ចេះដាំស្លទេម៉ែវាមិនបាច់ទៅបខំកូនទេបើវាមិនចេះនោះម៉ែវាឯងទៅធ្វើខ្លួនឯងទៅនឹងឆាប់បានឆៃផងអើយកូនអើយកូនកុំមុំស្ដោកហើយណាគួរណាតែចេះដាំបាយធ្វើម្ហូបនៅជាមួយពុកម៉ែមិនស្អីទេទោះបីមិនចេះដាំបាយធ្វើម្ហូបក៏ដោយហើយចុះបើសិនជាការទៅហើយទៅនៅជាមួយប្តីមិនដាច់ពោះស្លាប់ទេអីបើប្តីគេចេះវាមិនអីទេតែប្រយ័ត្នតែគេដៀលកូនឯងទៅថាកុំមុំហើយមិនចេះដាំបាយទៀតនោះបថោឲ្យម៉ែប៉ុករឿងដាំបាយធ្វើម្ហូបនឹងកំផៃខ្ញុំចង់តែអ្នកណាដែលចេះដាំបាយធ្វើម្ហូបនោះទេបើគេមិនចេះធ្វើដែរមិនបាច់ឆៃទាំងអស់គ្នាទេសិតស្មើគ្នាតើម៉ែទាំងមនុស្សប្រុសនិងមនុស្សស្រីគឺគេឲ្យសិទ្ធិសេរីភាពដូចគ្នាមិនថាអាកាត់ថាអ្នកណាមានសិទ្ធិច្រើនជាងអ្នកណានោះទេម៉ែកំភៃអីបើគេចេះឆៃបាយឆៃទឹកគេក៏ចេះធ្វើដែរហើយព្រោះគេជាមនុស្សមានកាពះចេះស្រេកឃ្លានតើម៉ែបើបដ ாய் ឲ្យកូនធ្វើខ្ញុំគិតថាទល់ល្ងាចទៀតមិនទាន់បានអីឆៃផងមកទៅនោះបើបានដោយកូនឯងនិយាយមែនវាល្អហើយពុកដឹងតែសិទ្ធិមនុស្សស្រីនិងមនុស្សប្រុសវាស្មើគ្នាតែកូនឯងមុននឹងរៀបការមានប្តីក៏ត្រូវចេះដាំបាយឲ្យបានឆៃសិនដែរបើប៉ះគេយល់ដឹងគេនឹងជួយយើងតែបើគេមិនយល់ទេគេប្រកាសจะដៀលយើងមិនខានឡើយតោះទៅរកជួយម៉ែកូនឯងដាំបាយធ្វើម្ហូបទៅពុកទៅរែកទឹកដាក់ពាងបន្ថែមចាប់ប៉ុកលោកពេលឆៃបាយរួចរាល់នាងប៉ានឿងក៏បានមកពុះអស់នៅក្រោមដើមឈើដ៏ធំមួយនៅមុខផ្ទះរបស់នាងខណៈពេលនោះផងដែរក៏មានគេដើរឆ្លងកាត់មកឃើញអាយ៉ាខ្លាំងបោះគេមែនតែនពុះអស់ឡើងផាំងផាំងដូចមិនចេះហត់អីបន្តិចសោះអញ្ចឹងនេះជាការងាររបស់មនុស្សប្រុសទេការងារឯងណោទៅរៀនធ្វើម្ហូបដាំបាយចូលម្លប់ទៅប៉ានឿងអើយមកខំពុះអស់ស្អីនៅថ្មើរនេះក្តៅក៏ក្តៅទៀតហើយថែមទាំងជាការងាររបស់មនុស្សប្រុសធ្វើទៀតដាក់ចោះទៅប៉ានឿងអញនិយាយឈួតអីខ្ញុំលែងដេកនំដាក់កន្ទេលហើយនោះគឺជារឿងតាំងតែពីតូចមកម្លេះសូម្បីតែឯងក៏ធ្លាប់ដេកនំដាក់កន្ទេលដែរតើអីកាលពីនៅតូចអាចក្បីលើក្បាននោះប៉ានឿងឯងនិយាយច្រើនពេកហើយយើងមិនចង់នៅស្ដាប់សំដីនិយាយស្រួលបួលសោះមកវិញឲ្យច្រែកតែម្ដងនាងអើយខ្ញុំនិយាយប្រាប់ដោយបំណងល្អអន្តើការងាររបស់ឯងគឺរៀបចំបាយទឹកទុកឲ្យប្តីពេលរៀបការរួចអាកាប់អស់រែកទឹករកស៊ីនឹងវាជាការងាររបស់មនុស្សប្រុសទេអញនិយាយឈួតអីខ្ញុំលែងដេកនំដាក់កន្ទេលហើយនោះគឺជារឿងតាំងតែពីតូចមកម្លេះសូម្បីតែឯងក៏ធ្លាប់ដេកនំដាក់កន្ទេលដែរតើអីកាលពីនៅតូចអាចក្បីលើក្បាននោះយើងមិនមែននិយាយរឿងកាលពីតូចនៅជាកុមារនោះទេគឺយើងនិយាយរឿងឥឡូវម៉ែឯងនិយាយថាឯងបានដេកនំដាក់កន្ទេលកាលពីម្សិលមិញនេះខ្មាស់គេណាស់លោកអើយកុំមុំស្ដោកហើយនៅតែនំដាក់កន្ទេលទៀតមិនដឹងថាណាម្នាក់ទេដែលសំណាងអាក្រក់ចង្រៃលើលោកបានឯងធ្វើជាប្រពន្ធនោះឯងនេះបិទមាត់ទៅប្រចាំខ្ញុំចោលឯងមើលអង្កត់អស់នេះមែនទេបាននៅតែនិយាយឌឺដងថាឲ្យខ្ញុំទៀតនោះកុំមុំហើយនៅតែនំដាក់កន្ទេលទៀតចាំមើលខ្ញុំនឹងទៅប្រាប់គេឲ្យដឹងតែម្ដងថានាងប៉ានឿងឯងដេកនំដាក់កន្ទេលចាញ់ចុះវើយតែឯងក៏មិនអាចចេញផុតពីទីនេះដូចគ្នានិយាយរួចនាងប៉ានឿងចោលមួយអង្កត់អស់ពិតមែនអូយនាងប៉ានឿងនេះលេងមែនទេណាសង្ស័យតែបែកក្បាលខ្ញុំឲ្យទៀតដឹងបើលេងចោលសិតតង្កត់អស់អញ្ចឹងខ្លួនជាស្រីធ្វើឲ្យសុភាពរៀបសារបន្តិចផងទៅកុំអាងអីប្រើតែកម្លាំងបាយពេកប្រយ័ត្នគ្មាននរណាគេយកទៅ
បើចឹងលឺអ្នកណានិយាយពីរឿងយើងដេកនំដាក់កន្ទះយើងនឹងទៅវាយឯងដល់ផ្ទះមិនខានទេយើងមិនខ្វល់ឡើយថាឯងជាកូនចៅអ្នកណាតែយើងខឹងគឺយើងនឹងវាយទៅហើយមិននិយាយក៏បានដែរថារួចនេះសណ្ដូក៏បានដើរចេញទៅតែម្ដងនេះពេលជប់នាងប៉ានឿងក៏បានដើរឆ្លងកង្កែបនៅតាមភ្លឺស្រែជាមួយឪពុកយ៉ាងម៉េចទៅហើយកូនបានកែបឬក៏អត់នឹងបើថាមិនចេះរកទេក៏ត្រឡប់ទៅដេកវិញទៅទុកឲ្យពុកនៅរកកែបទៅម្នាក់ឯងក៏បានដែរខ្លួនជាស្រីមិនគិតគូរដេកឲ្យឆ្អែតទេបែរជាចង់ចេញមកឆ្លោះកែបជាមួយគេឯងដែលសុទ្ធតែប្រុសបែបនេះបថោពុកខ្ញុំជាស្រីមែនតែការងារដែលមនុស្សប្រុសធ្វើបានខ្ញុំក៏អាចធ្វើបានដែរពុកកុំនៅគិតថាស្រីត្រូវតែធ្វើអញ្ចេះប្រុសត្រូវតែធ្វើអញ្ចោះនោះពុកគ្រាន់តែចង់ឲ្យកូនដេកស្រួលមិនបាច់មកពិបាកដើរឆ្លោះកែបអត់ល្ងុយអញ្ចឹងទេហើយក្បែរភ្លឺត្រូវទៅបង់សំណាញ់រកត្រីជាមួយពុកទៀតមកពីឃើញពុកនឹងម៉ែចាស់ហើយតើខ្ញុំត្រូវជួយធ្វើគ្រប់ការងារសពបែបនេះតើនៅមានកម្លាំងអាចជួយពុកម៉ែបានខ្ញុំក៏ចេះតែជួយតែខណៈពេលនោះផងដែរនេះសណ្ដូក៏បានមកក្បែរកន្លែងដែលនាងកំពុងតែឆ្លោះកង្កែបនេះផងដែរបានកែបច្រើនអត់ពូខ្ញុំវិញឆ្លោះរកមិនសូវឃើញនោះទេបានមកល្មមដែរនឹងក្មួយអើយហើយចុះប៉ានឿងបានច្រើនអត់សង្ស័យណាមុខនឹងរកមិនទាន់បានមួយផងក៏មិនដឹងអូយកូនឯងទៅខឹងស្អីបានជាធាក់ក្មួយសុនដោឲ្យផ្កាប់មុខក្នុងស្រែដូច្នេះកូនខ្លួនជាស្រីទេប៉ុន្តែហេតុអីក៏កូនឆ្កាដៃឆ្កាជើងដូចជាមនុស្សប្រុសបែបនេះពុកមិនស្ដាប់សម្ដីគេទេអីគេនិយាយមកគឺចង់មើងងាយខ្ញុំតែម្ដងនេះសំណាងហើយត្រឹមតតធ្លាក់ចូលស្រែនេះបើនៅលើភ្នំអីវិញណាតតទម្លាក់ពីលើភ្នំចូលជ្រោះមិនខានទេកាច់ឆ្នះម្លេះទេលោកអើយគ្រាន់តែសួរតាមស្រួលសងក៏លេងចង់ឆ្លោះចកេះដែរឯងនេះចំជាអាក្រក់មែនខ្ញុំដាក់ទំនេរឲ្យឯងអត់ប្តីគ្មាននរណាគេយកថែមមួយជើងទៀតឥឡូវហើយពុកខ្ញុំទៅផ្ទះមុនហើយនិយាយរួចនាងប៉ានឿងក៏បានដើរចេញទៅតែម្ដងលោកពូមុននេះខ្ញុំនិយាយលេងទេដែលខ្ញុំថាឲ្យប៉ានឿងនោះពូដឹងហើយថាឯងនិយាយលេងតែប្រហែលជាកូនពូខឹងក្មួយឯងហើយមើលទៅនេះពេលព្រឹកមីងបឿងនិងប្តីកំពុងតែលក់ត្រីនៅឯក្នុងផ្សារយ៉ាងមមាញឹកអ្នកអើយឲ្យត្រីមកខ្ញុំ1គីឡូមកអ្នកហើយយ៉ាងម៉េចទៅហើយរ៉ូស៊ីរាល់ថ្ងៃសល់អីខ្លះដែរហើយអ្នកមានលុយចាយគ្រប់គ្រាន់ដែរឬអត់អ្នកហើយចោះកូនស្រីវិញមានប្តីមានកូនហើយឬនៅហើយអាយុប្រហែលហើយអ្នកចេះដាំបាយធ្វើម្ហូបដែរតើអីកូនស្រីណាមិនត្រូវបដ ாய் ពេកទេអ្នកត្រូវតែបដ ாய் ឲ្យណាណៃទៅបានអ្នកសួរម្លឹងខ្ញុំមិនដឹងថាត្រូវឆ្លើយមួយណាទុកមួយណានោះទេអ្នកនេះមកទិញត្រីឬមកធ្វើជំរឿនឲ្យប្រកាសទៅឆ្លើយតែបន្តិចក៏បានដែរមនុស្សទំនេរចេះតែចង់ដឹងរឿងគេអញ្ចឹងហើយកូនខ្ញុំមកវាគ្មានតែចេះធ្វើស្អីទេរាល់ថ្ងៃនេះបាយក៏មិនចេះដាំម្ហូបក៏មិនចេះធ្វើដើរឆ្លោះតែកង្កែបពេលយប់ឡើងជាមួយឪវាទេម៉ោង3ម៉ោង4ព្រឹកទៅបង់សំណាញ់ជាមួយឪវាកាប់អស់រែកទឹកកាប់ឆ្កាព្រៃបោកគក់ខោអាវឡើងបេះដូងឡើងបេះថ្នោតពេលខ្លះក៏ចូលព្រៃកាប់អស់ទុកយកមកឲ្យខ្ញុំដាំបាយហើយពេលខ្លះទៀតណាក៏ទៅជំរះស្មៅនៅឯចំការម្នាក់ឯងរលីងឆាញ់មកល្ងាចតែម្ដងវាគ្មានតែចេះធ្វើស្អីទេអ្នកកូនខ្ញុំណាវាអត់ប្រយោជន៍ណាស់វាមិនដូចកូនអ្នកឯងទេធ្វើខ្លួនស្អាតរត់តាមប្រុសនោះម៉ែវាអើយប៉ុណ្ណឹងបានហើយអ្នកណៅឲ្យឆ្លើយតែបន្តិចសោះឯងក៏ប៉ានណាប៉ានណីម្លេះសុំទោសអ្នកអើយប្រពន្ធខ្ញុំមាត់ច្រើនណាស់បើអញ្ចឹងខ្ញុំទៅវិញហើយបញ្ញាប់ទៅធ្វើម្ហូបឲ្យប្តីយកទៅចំការផងមិនបាននៅនិយាយយូរទេថារួចមីងណែវក៏បានដើរចេញទៅចាអ្នកបញ្ញាប់ទៅចោះអ្នកចង់មកនិយាយពីកូនគេមិនល្អស្មានតែគេមិនដឹងណាប៉ះចំនឹងបឿងឲ្យស្បៃវើយនេះពេលល្ងាចនេះសណ្ដូដើរកាត់វាលស្រែប៉ុន្តែស្របពេលជាមួយគ្នានោះដែរគេក៏ប្រទះឃើញនាងប៉ាងនឿងដែលកំពុងតែចោះពីលើដើមត្នោតមកក្រោមវិញប៉ានឿងហើយទឹកមកពីណាហ្នឹងមានទឹកត្នោតមានអីមកទៀតយកទៅឲ្យអ្នកណាគេដែរទឹកត្នោតហ្នឹងផ្អែមឬក៏អត់ឯងសួរដូចមិនបើកភ្នែកមនុស្សទៅតែចោះពីលើដើមត្នោតហើយសួរថាទៅមកពីណាសួរនេះផ្លើតែម្ដងហើយវ៉ៃខ្លួនជាស្រីហេតុអីក៏មកឡើងត្នោតបែបនេះចុះបើធ្លាក់បាក់ដៃបាក់ជើងទៅគិតយ៉ាងម៉េចនៅតែក្រោមនេះបានហើយរឿងឡើងត្នោតជាការងាររបស់បរោះទេខ្ញុំប្រាប់ហើយថាការងាររបស់មនុស្សប្រុសមនុស្សស្រីក៏អាចធ្វើបានដែរហើយនេះទឹកត្នោតវាមិនសូវផ្អែមទេបើឯងចង់ផឹកឡើងទៅត្រង់យកផឹកខ្លួនឯងទេ
តែបើចង់បានពីខ្ញុំចាំលក់ឲ្យអ្នកភូមិគ្នាឯងទេលក់ក្នុងតម្លៃធូរធូរ អរគុណហើយអត់ទេខ្ញុំអត់ចង់ផឹកទេតែបើឲ្យ free យក តើតាយូនោះបានខ្ញុំឲ្យអញ free ខំឡើងដាក់ជូរហើយតម្រាប់តែបានប៉ុណ្ណឹងមកចង់បានតេយ៉ាងម៉េចហ្នឹងនិយាយរួចនាងប៉ានឿងក៏បានដើរចេញទៅដោយនីសុនដូក៏បានដើរតាមក្រោយ អញតាណាទៀតហើយហ្នឹងដូចអញ្ចេះនៅផ្ទះស្ងៀមសោះត្រាច់ចោគ្រប់កន្លែងក្នុងព្រៃក៏ជួបឡើងថ្នោតឡើងដូងក៏ឃើញទៀតឯងចេះការងារនៅក្នុងផ្ទះខ្លះដែរអត់ហ្នឹងរាល់ថ្ងៃនេះសួរតាមត្រង់មើល ចេះតាតែអារឿងដាំបាយធ្វើម្ហូបមិនតាន់ចង់ចេះទេចាំពេលមានប្តីចាំចេះ មានបែបហ្នឹងទៀតអីឯងមិនខ្លាចគេដៀលឯងថាអត់ចេះដាំស្លទេហ៎ បើគេឌីលយើងបានយើងក៏ឌីលគេវិញទៅមាត់មានដូចគ្នាសិតស្មើគ្នាមិនលើសមិនខ្វះទេអញឈប់គិតដូចនេះទៀតទៅ ខ្ញុំដឹងតាប៉ុន្តែហេដូចជាលឺសំឡេងអីនៅម្ដុំនេះ អ្នកទាំងពីរដើរយូរទៅក៏ដើរមកដល់ក្នុងព្រៃព្រមទាំងលឺសំឡេងក្រហមចម្លែកដូចជាលឺសំឡេងខ្លាក្រហមខណៈនោះផងដែរក៏មានសត្វខ្លាបោលចេញពីគុម្ពព្រៃមកស្ទាក់មុខអ្នកទាំងពីរ ប៉ានឿងឆាប់រត់ទៅឲ្យលឿនឡើង នេះសុនដូបបួលនាងរត់ប៉ុន្តែនាងបាយជីដាចូលទៅចិត្តខ្លានោះធ្វើប្រងើយប៉ុន្តែនាងបាយជីដាចូលទៅចិត្តខ្លានោះធ្វើប្រងើយ ប៉ានឿងកុំចូលទៅចិត្តវាប្រយ័ត្នវាធ្វើបាបណាឆាប់ចេញមកវិញមកប៉ានឿង កុំខ្លាចអីនេះជាមិត្តភក្តិខ្ញុំទេតាវាមិនធ្វើបាបអ្នកណាទេប្រសិនបើម្នាក់នោះមិនបំពេញវាមុននោះឆាប់ម្នេះមកហើយអង្អែលខ្លួនវាទៅវាស្លុតណាស់ ឈួតហើយលោកទៅថាខ្លាស្លូតហើយបបួលឯងទាំងអែលទៀតខ្ញុំមិនលេងចូលទេ វាមិនអីទេអញកុំកំសាកពេកបានទេនេះជាសត្វដ៏ស្លុតបត់ដែលខ្ញុំធ្លាប់បានជួបវាហើយក៏គួរឲ្យស្រឡាញ់ទៀតផងណាបើមិនជឿអញសាកមកឲ្យវាខំលោមើលទៅ ណែខ្ញុំបញ្ញាប់ខ្ញុំសុំទមុនហើយឯងនៅលេងជាមួយមិត្តភក្តិខ្លារបស់ឯងចុះខ្ញុំមិនសូវត្រូវធៀបគ្នាទេ និយាយរួចនេះសុនដូក៏បានដើរចេញទៅតែម្ដងនាពេលយប់នៅផ្ទះនេះសុនដូ ពងដែលឮទេថាមនុស្សនឹងខ្លាអាចធ្វើជាមិត្តភក្តិនឹងគ្នាបានស្អីគេអាកូននេះមកសួរអីប្លែកអញ្ចឹងវ៉ៃមនុស្សនឹងសត្វមិននឹងអាចធ្វើជាមិត្តភក្តិនឹងគ្នាបានទៅយប់ហើយដេកទៅកុំនៅល្វើល្វីស្អីទៀតយើងអស់កម្លាំងណាស់ឯងនេះធ្វើខ្លួនដូចជាមនុស្សស្រីមិនសូវចេះចេញដើរទៅគេប្រមាណទេរាល់ថ្ងៃហ្នឹងយើងគិតតែឯងជាកូនស្រីតាបើការងារក្នុងផ្ទះចេះសពគ្រប់ដាំបាយធ្វើម្ហូបចំណីចំណុកបែបនេះបើអ្នកណាបានឯងពិតជាសំណាងងាប់ហើយអាកូនឪអើយដេកចាំតែឆៃបាយស្រាប់ស្អីក៏មិនបាច់ធ្វើដែរមិនដឹងស្អីទេពុកចេះតែមកបញ្ជោខ្ញុំអញ្ចឹងទៅកើតដែរខ្ញុំដេកហើយ នេះពេលព្រឹកប៉ានឿងម៉ែនឹងពុកឯងយកត្រីទៅលក់នៅផ្សារហើយវើយបញ្ញាប់ក្រោកផងកុំដេកថ្ងៃចាំងគូតវើយក ុំដាស់កូនអីឲ្យវាដេកទៅក្រោកទៀបភ្លឺទៅបងត្រីជាមួយខ្ញុំរាល់ថ្ងៃឲ្យដេកដល់ថ្មណាក៏ដេកស្រេចចិត្តវាទៅកូនយើងវាមិនមែនទំនេរអត់អីធ្វើឯណា នាពេលរសៀលផ្ទះពូណាំមានភ្ញៀវមកលេងព្រមទាំងមាននៅផ្លែឈើមកជាមួយគ្នាទៀតផង ខ្ញុំមកនេះគឺមិនមានអីត្រូវនិយាយវែងឆ្ងាយច្រើនទេអ្នកគឺមកស្ដីទៅដឹងកូនអ្នកឯងអអាសុនដូកូនខ្ញុំនេះខ្ញុំមិនចង់ទុកវាយូរទៀតទេអ្នកអើយអ្នកទាំងពីរគិតយ៉ាងម៉េចដែរជាមួយកូនប្រុសខ្ញុំនេះវាចេះដាំបាយធ្វើម្ហូបលាងចានមកកាផ្លេត្មងណាអ្នកហើយពុកចាំបាច់ទៅរៀបរាប់អញ្ចឹងធ្វើអីគឺពុករៀបរាប់ប្រាប់គេឲ្យដឹងនឹងហើយថាកូនឯងដូចជាបរោះគ្រប់លក្ខអញ្ចឹងណាការងារចេះសពគ្រប់តើលបងយល់យ៉ាងណាដែរខ្ញុំក៏មិនចង់ទុកកូនខ្ញុំឲ្យនៅកមុំយូរដែរខ្ញុំនិងប្រពន្ធខ្ញុំក៏មើលឃើញថាក្មួយសុនដូក៏ជាមនុស្សល្អពិតមែនមិនចង់គិតអីច្រើនទេលើកប្រកេនជូនត្មងទៅ នៅយូរដល់កាលណាទៀតម៉ែឪលើកឲ្យគេហើយក៏យកទៅធ្វើដូចជាងាយបានប្តីអញ្ចឹងកូននេះ អញ្ចឹងសម្រេចថាព្រមហើយមែនទេបាទព្រមហើយលបង មួយរយៈក្រោយមកនៅផ្ទះនេះសុនដូមិត្តនេះសុនដូដែលបានដើរឆ្លងកាត់មុខផ្ទះដោយឃើញនេះសុនដូកំពុងតែឈោហាលខោអាវ ណែអាសុនដូធ្វើអីហ្នឹងវ៉ៃមិនឃើញកំពុងហាលខោអាវទេអីទៅតែបោករួចហើយក៏យកមកហាលតន់ក្តៅឲ្យវាឆាប់ស្ងួតហ្នឹងណាងាប់ហើយ
នេះជាការងាររបស់មនុស្សស្រីទេហែងធ្វើអញ្ចឹងបាក់មុខខូចឈ្មោះមនុស្សប្រុសអស់ហើយអាសម្លាញ់ឈប់ទៅកុំឲ្យខ្មាស់គេទាន់ការហើយបែរជាមកបោកខោអាវឲ្យប្រពន្ធអញ្ចឹងទៅកើតនៅកំឡោះវិញទៅស្រួលជាងនិយាយស្អីបែបនេះការងារប្រុសស្រីស្អីចាំបាច់បែងចែកអញ្ចឹងធ្វើអីការងារនេះនរណាធ្វើក៏បានដែរមិនចាំបាច់ត្រូវតែមនុស្សស្រីទៅធ្វើបាននោះទេការងារក្នុងផ្ទះត្រូវតែជួយគ្នាអញ្ចឹងហើយទៅវាឆាប់រួចមានអីសម្រាប់បន្ទុកគ្នាបានក៏ជួយទៅចាំបាច់ប្រកាន់ការងារដែរអីតែឯងធ្វើនេះវាធ្វើឲ្យខូចឈ្មោះយើងទៀតណាឯងយល់អត់ការងារទាំងអស់នេះយើងទុកឲ្យប្រពន្ធយើងធ្វើហើយយើងមិនខ្ចីប៉ះទេព្រោះប្រពន្ធរៀបការមកអស់ទាំងលុយមើលវានិយាយរៀបការគេមកអស់ទាំងលុយពិតមែនតែយកគេមកធ្វើជាប្រពន្ធមិនបានយកមកធ្វើជាខ្ញុំអំរើឯណាការងារក្នុងផ្ទះតិចតួចមែនបើឲ្យប្រពន្ធធ្វើតែម្នាក់ឯងក៏វាហត់ខ្លាំងដែរហើយក៏មិនងាយអស់ទៅទៀតកុំមើលងាយអាការងារកញ្ចប់អស់នឹងឲ្យសោះការងារខ្លាំងជួនកាលយើងធ្វើហើយជួនកាលប្រពន្ធយើងជាអ្នកធ្វើតោះតែធ្វើបែបនេះទៅពួកយើងមិនសូវហត់និងមិនមានអារម្មណ៍ថាមានបន្ទុកពេលរៀបការមានប្តីរួញឲ្យវាអញ្ចឹងចោះប្រយ័ត្នប្រពន្ធជន់ក្បាលទៅយើងគ្រាន់តែប្រាប់ទេនិយាយស្អីអំបញ្ញមិញនេះអាឯងឆាប់ចេញពីមុខផ្ទះយើងទៅបើមិនចង់ត្រូវពុថៅហោះស៊ីក្បាលឯងទេមកចេះដឹងស្អីរឿងប្តីប្រពន្ធគេនេះខ្លួនឯងដើរលេងអាវ៉ាសែហើយមិនជួយការងារប្រពន្ធទេតែចេះខាងដើរបដាគេណាឆាប់ចេញភ្លាមទៅឆានេះឯងក៏បានដើរចេញទៅប៉ានឿងទៅស្ដីគេធ្វើអីមកពីគេចេះដឹងរឿងគ្រួសារយើងពេករឿងក្នុងគ្រួសារឯងមិនគិតខំប្រឹងធ្វើឲ្យល្អទេបែរជាមកទៅគ្រាន់តែឃើញប្តីគេបោកខោអាវឲ្យជំនួសប្រពន្ធអញ្ចឹងទៅរួចកុំទៅខ្វល់អីសំខាន់យើងចេះជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់ថានេះជាការងារប្រពន្ធឬក៏ការងារប្តីព្រោះពួកយើងគឺជាមនុស្សហើយមានសិទ្ធិសេរីភាពស្មើគ្នាបើបងធ្វើម្ហូបអូនដាំបាយទៅចាត្រូវហើយព្រោះយើងផ្ដោតតម្លៃឲ្យគ្នាទៅវិញទៅមកនិងគោរពសិទ្ធិគ្នាហើយក៏សង្ឃឹមថាលោកប្តីនៅតែបែបនេះរហូតទៅមិនផ្លាស់ប្ដូរទេព្រោះបងជាប្តីកញ្ញាស្រីតែបរោះនេះសណ្ដូនិងនាងប៉ានឿងរៀបការរស់នៅជាមួយគ្នាដោយមិនប្រកាន់ថាជាការងារប្តីឬប្រពន្ធឡើយអ្នកទាំងពីរជួយគ្នាធ្វើទៅវិញទៅមកគ្រួសាររបស់ពួកគេក៏រស់នៅចុះសម្រុងបានល្អព្រមទាំងមានសុភមង្គលជាដរាបតទៅ